យើងអាចលាក់ folder នៅលើ computer យើងបានដោយប្រើប្រាស់ command cmd អញ្ចឹងដំបូងអ្នកទាំងអស់គ្នាចុច window បូកជាមួយនឹងអក្សរ O បាទនៅត្រង់កន្លែងនេះគឺយើងវា cmd មកបាទតមកយើងចុច OK បាទអញ្ចឹងដើម្បីលាក់ folder គឺទី1គ្នាយើងចូលទៅកាន់ទីតាំងនៃ folder ដែលយើងចង់លាក់អញ្ចឹង folder របស់ខ្ញុំឈ្មោះថា data នៅលើ desktop អញ្ចឹងខ្ញុំ cd desktop បាទតមកខ្ញុំចូលមកកាន់ desktop ហើយខ្ញុំចង់លាក់ folder ឈ្មោះថា data អញ្ចឹងអ្នកទាំងអស់គ្នាអាចវាយ command attrib ដក clear អញ្ចឹងត្រង់នេះអ្នកទាំងអស់គ្នាវាបូកអក្សរ h ដក clear បូកអក្សរ s ដក clear បូកអក្សរ o ហើយនៅត្រង់នេះគឺជាឈ្មោះ folder ដែលយើងចង់លាក់បាទ folder របស់ខ្ញុំឈ្មោះ data អញ្ចឹងខ្ញុំវា data បាទ data បាទតមកអ្នកទាំងអស់គ្នាចុច enter បាទអញ្ចឹង folder របស់យើងគឺវាចាប់ផ្ដើមហាយលាក់អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាចង់បង្ហាញ folder ដែលយើងបានលាក់អំបញ្ញមិញអញ្ចឹង command គឺដូចតែគ្នាទេគ្រាន់តែយើងដូរសញ្ញាអញ្ចឹងខ្ញុំវា attrib បាទដក clear អញ្ចឹងបដូរពីសញ្ញាបូកមកដាក់សញ្ញាដកវិញដក h ដក s ដក clear ដក o ដក clear ឈ្មោះ data ដែលយើងចង់បង្ហាញតើមកអ្នកទាំងអស់គ្នាចុច enter បាទនេះ folder វានឹងបង្ហាញមកវិញ